បាទជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាផងដែរស្អែកនេះគឺថ្ងៃ4មិថុនាជាខួបបាទ76ឆ្នាំនៃអាណានិគមបារាំងបានកាត់ឬប្រទេសដីកម្ពុជាក្រោមទៅឲ្យយួនអាណាត្រួតត្រាបន្តមកដល់សប្តាហ៍ថ្ងៃនេះបាទហើយស្អែកនេះអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាបាទយើងក៏មានប្រពកម្មវិធីរំលឹកខួបបាទ76ឆ្នាំផងដែរបាទទីតាំងឆ្នាំនេះយើងធ្វើនៅខាងអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅខាងគោកឃ្លាំងបាទគោកឃ្លាំងនៅជិតផ្សារជោគមាសយើងណាបាទទីតាំងខ្ញុំនឹងដាក់នៅខាងលើបាទនៅក្នុងcomment បងប្អូនអាចចុចតាមlink ទីតាំងហ្នឹងដើម្បីបងប្អូនអាចចូលរួមថ្ងៃស្អែកចាប់ពីម៉ោង8ដល់ម៉ោង11កន្លះផងដែរថ្ងៃស្អែកខ្ញុំក៏ទៅចូលរួមផងដែរហើយយើងមានប្រគិនចង្ហាន់ដូចជារាប់បាតព្រះសង្ឃបាទ76អង្គអញ្ចឹងហ្នឹងហើយបងប្អូនយើងមានសទ្ធាយើងអាចចូលរួមតាមរយៈខ្ញុំនឹងដាក់QR code នៅក្នុង comment ហើយបងប្អូនចូលរួមតាមសទ្ធាព្រោះធម្មតាខួបរំលឹកនេះគឺខ្មែរក្រមយើងបងប្អូនយើងនៅកម្ពុជាធ្វើឡើងជារៀងរាល់ឆ្នាំហ្នឹងយើងគឺថាវិការតខ្លួនទាំងអស់ហើយនឹងបងប្អូនទាំងក្នុងនិងក្រៅប្រទេសបាទចូលរួមទាំងអស់គ្នាព្រោះហ្នឹងការបាត់បង់ដីកម្ពុជាក្រមមិនមែនសម្រាប់តែខ្មែរក្រមដូចជាខ្ញុំឬក៏បងប្អូនផ្សេងដទៃទេគឺជាការបាត់បង់ទាំងអស់គ្នាគឺគេហៅថាខ្មែរយើងបាត់បង់កម្ពុជាក្រមគឺបាត់ទាំងអស់គ្នាមិនមែនបាត់តែខ្ញុំម្នាក់ឯងឬក៏ចំពោះតែបងប្អូនខ្មែរក្រមទេហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលរួមទាំងអស់គ្នាហើយស្អែកនេះបងប្អូនទៅកម្មវិធីគឺជួបខ្ញុំតដែរហ្នឹងហើយខ្ញុំនឹងចូលរួមបាទអរគុណ